Ok, xưa nayនេះថ្ងៃនេះគឺខ្ញុំនឹងនិយាយអំពី Naruto អ្នកណាក៏ស្គាល់ Naruto ដែរព្រោះមិនស្គាល់ Naruto នោះទេគឺបានថាយើងគឺជា Nafa ឬក៏ជាអ្នកដែលមើល anime ស្លេកខ្មៅអញ្ចឹងទៅហើយថ្ងៃនេះខ្ញុំនឹងរៀបចំ top 10 នៃទម្រង់ទាំងអស់របស់ Naruto ពីសោយទៅខ្លាំងហើយកុំឲ្យខាតពេលយូរយើងចូលក្នុងវីដេអូរបស់យើងតើគ្នា Top 10 PS Naruto វាមិនមែនជារឿងដែលចម្លែកនោះទេតែ Naruto នៅពីក្មេងគឺជាទម្រង់តែអន់ជាងគេបំផុតដោយសារតែគាត់នៅពីក្មេងគឺមិនមាននៅបទពិសោធន៍ក្នុងការប្រយុទ្ធច្រើននោះទេមិនមាននៅ special skill ច្រើនអាចប្រើបានត្រឹមតែ Taijutsu, Ninjutsu និងបច្ចេកទេស Ninja មួយចំនួនតែប៉ុណ្ណោះហើយ special skill ដែល Naruto មាននៅពេលគាត់នៅក្មេងនោះច្បាស់ណាស់គឺ Shadow Clone Jutsu និង Rasengan ដែលរៀនអំពី Jiraiya Sensei នៅឯចំណុចសោយវិញគឺមិនមានធម្មពលបន្ថែមក្នុងការបន្តប្រយុទ្ធបន្ថែមទៀតមិនមាននៅ defense ដើម្បីការពារខ្លួនច្រើននិងពឹងតែកម្លាំងរាងកាយខ្លាំងតែប៉ុណ្ណោះចំណាប់ថ្នាក់លើ9 Sage Mode Sage Mode គឺជា Special Grand Formation មួយដែលអនុញ្ញាតឲ្យ Shinobi ស្រូបយកនៅថាមពល Natural Energy ឬក៏ថាមពលធម្មជាតិរួមបញ្ចូលគ្នាជាមួយនឹងឆាក្រារបស់ខ្លួនដោយការសំគ្នានេះគឺបានបង្កើតនៅ Senjutsu ដែលមានថាមពលខ្លាំងជាងឆាក្រាធម្មតាដែលនៅក្នុងព្រឹត្តិការណ៍ Shinobi World ទី4 Senjutsu គឺអាចធ្វើឲ្យ Obito នៅក្នុងទម្រង់ជា Tensei Jinchuriki របស់បានហើយទម្រង់ Tensei Jinchuriki មិនមែនជាទម្រង់ដៃកថានោះទេបែបនេះហើយ Senjutsu គឺខ្លាំងមែនតើនៅក្នុងទម្រង់ Sage Mode នេះ Naruto គឺមាននៅកម្លាំងភាពធន់និងការយល់ឃើញគឺខ្លាំងមែនតើកម្លាំងរបស់ Naruto នៅក្នុងទម្រង់ Sage Mode មួយនេះគឺអាចវាបំបែកនៅផ្ទាំងថ្មធំៗបានហើយអាចប្រយុទ្ធគ្នាជាមួយនឹង Pain បានថែមទៀតផងភាពធន់វិញគាត់អាចទប់ទល់ជាមួយនឹងការវាយប្រហារខ្លាំងៗបានមួយចំនួនចំណែកឯការយល់ឃើញរបស់គាត់វិញគឺគាត់អាចដឹងអំពីឆាក្រារបស់សត្រូវដោយមិនបានចាំបាច់មើលថាមពលនៃការព្យាបាលដោះនៅអវយវៈថ្មីក៏ខ្លាំងជាងមុនណែឯល្បឿនវិញទោះបីជាទម្រង់ Sage Mode នេះគឺមិនមាននៅល្បឿនលឿនដូចជាទម្រង់ខ្លាំងៗផ្សេងៗទៀតប៉ុន្តែនៅក្នុងទម្រង់មួយនេះល្បឿននិង reflect របស់ Naruto គឺលឿនជាងធម្មតាហើយ Naruto អាចកោះហៅនៅកង្កែប Kumine ដើម្បីជួយក្នុងការប្រយុទ្ធហើយដោយសារតែថាមពល Natural Energy ឬក៏ថាមពលធម្មជាតិហ្នឹងវានៅគ្រប់ទីកន្លែង Naruto គឺអាចវាយសត្រូវបានដោយមិនចាំបាច់ប៉ះផ្ទាល់ដូចជាកន្លែងនេះអាចបញ្ចូលនៅ Senjutsu Chakra ចូលក្នុង Rasengan, Rasengan និង Rasen Shuriken ដើម្បីធ្វើឲ្យពួកវាកាន់តែមានថាមពលខ្លាំងបន្ថែមទៀតជំនួសសោយបើសិនជា Naruto ស្រូបយកនៅថាមពល Natural Energy នោះខ្លាំងពេកនោះនឹងធ្វើឲ្យខ្លួនរបស់ Naruto ខ្លាយទៅជារូបចម្លាក់កែបដូចជាអ្នកបរាជ័យផ្សេងៗអញ្ចឹងត្រូវការភាពស្ងៀមស្ងាត់ដើម្បីស្រូបយកថាមពល Natural Energy និងមានរយៈពេលកំណត់ចំណាប់ថ្នាក់លេខ8 8 Tail ត្រង់មួយនេះយើងបានឃើញ Naruto ប្រើជាដំបូងនៅក្នុងព្រឹត្តិការណ៍ Pain Evasion ដែលជាព្រឹត្តិការណ៍មួយដែល Pain បានវាយកំទេចនៅ Konoha Village ខ្ទេចខ្ទីតែម្ដងពីដំបូង Naruto បានប្រើនៅទ្រង់ Sage Mode ដើម្បីប្រយុទ្ធគ្នាជាមួយនឹង Pain ប៉ុន្តែ Naruto បានវាយចាន់ Pain នៅក្នុងទ្រង់ Sage Mode ហើយត្រូវ Pain ចាប់ជាប់ថែមទៀតផងហើយ Hinata ក៏បានចេញមកជួយ Naruto ដែលធ្វើឲ្យ Hinata សំណប់ចិត្តរបស់ខ្ញុំនឹងត្រូវបាន Pain វាយនឹងជីកស្លាប់តែម្ដងចំណែកឯ Naruto វិញក៏បានខឹងហើយក៏បានបញ្ចេញនៅទម្រង់ 4 Tail ចេញមកហើយក៏បានបន្តទៅ 6 Tail ហើយចុងក្រោយទៅដល់ 8 Tail នឹងតែម្ដងប៊ីសតែទៅដល់កតុយទី9ទៅហើយសំណាងល្អត្រូវបានមាន Naruto Namikaze ដែលជា The Fourth Hokage ហើយក៏ជាឪពុករបស់ Naruto ផងដែរមកជួយ Naruto តាន់ពេលវេលានៅក្នុងចិត្តកំណត់របស់ Naruto ទោះបីជាយើងបានឃើញ Naruto បានប៉ាទម្រង់នេះត្រឹមតែមួយផ្លែក៏ដោយប៉ុន្តែវាក៏ជាខ្លាំងជាងទម្រង់ Tail ច្រើនទៀតតែនៅក្រោមវាជាមិនខាននោះទេចំណាប់ថ្នាក់លេខ7 Kurama Chakra Mode 1 ឬក៏ KCM1 នៅក្នុងទម្រង់មួយនេះ Naruto អាចប្រើប្រាស់នៅថាមពលរបស់ Kurama បានប៉ុន្តែគឺមិនពេញលេញនោះទេពេញលេញយ៉ាងម៉េចបើ Naruto ដាក់សារ Giant Rasengan និងមកកំភ្លុះទៅកាន់ Kurama ហ្នឹងហើយកម្លាំងរបស់ Naruto នៅក្នុងទម្រង់មួយនេះគឺ Naruto អាចបំបែកនៅដីភ្នំនិងរចនាសម្ព័ន្ធយ៉ាងធំៗបានជាមួយនឹងគាត់អាចប្រយុទ្ធគ្នាជាមួយនឹងសត្រូវធំៗនិងខ្លាំងៗបានថែមទៀតផងនិយាយអំពីល្បឿនរបស់ Naruto ក្នុងទម្រង់នេះវិញគឺលឿនខ្លាំងមែនតែគាត់គឺអាចគេចផុតអំពីការវាយរបស់ Raikage បានដោយ Raikage គឺគាត់បានប្រើនៅ Raisen Chakra Mondo របស់គាត់ថែមទៀតផងធ្វើឲ្យ Raikage គឺឆក់ខ្លាំងមែនហើយគាត់បាននិយាយថា Naruto នៅក្នុងទម្រង់មួយនេះគឺមានល្បឿនគឺប៊ីសនឹងស្មើនឹង level របស់ Minato ទៅហើយចំណែកឯភាពរឹងមាំរបស់គាត់នឹងការព្យាបាលវិញគឺលឿនខ្លាំងមែនដែលគាត់អាចព្យាបាលខ្លួនឯងបានយ៉ាងលឿនជាមួយនឹងឆាក្រារបស់ Kurama ជាច្រើនជាមួយនឹងឆាក្រាយ៉ាងច្រើនមួយនេះហើយ Naruto គឺអាចបែងចែកវាទៅឲ្យនឹង Shinobi ផ្សេងៗទៀតឬក៏មិត្តភក្តិរបស់គាត់បានជាមួយនឹងដៃយ៉ាងច្រើនរបស់ Naruto ដែលគាត់បានបង្កើតឡើងមកគឺគាត់អាចវាយស្រូវការពារខ្លួននិងអាចគប់ Rasengan, Rasen Shuriken និង Rasen Rasengan បានក្នុងពេលតែមួយតែម្ដងហើយ Rasengan, Rasen Rasengan និង Rasen Shuriken គឺកាន់តែមានថាមពលខ្លាំងបន្ថែមទៀតនៅក្នុងទម្រង់មួយនេះជាមួយនឹង Kurama Chakra ដែល Naruto បានបញ្ចូលពួកវានឹងឯងចំណុចសោយ KCM1 គឺជាទម្រង់មួយដែល Naruto គឺគាត់បានប្រើនៅកម្លាំងបែកដើម្បីធ្វើឲ្យ Kurama ស្របជាមួយនឹងគាត់បើសិនជា Naruto បាត់បង់ការ
ដល់អារម្មណ៍នោះគូរ៉ានឹងព្យាយាមគ្រប់គ្រងគាត់វិញជាមិនខាននោះទេហើយតម្រងមួយនេះគឺការប្រាណឆាការ៉ាច្រើនខ្លាំងមែនបើប្រើយូរនោះណាតូនឹងឆាប់អស់កម្លាំងជាមិនខានសរុបមក KCM 1វាខ្លាំងប៉ុន្តែវាមិនដូច KCM 2នោះទេចំណាប់ថ្នាក់លេខ6គូរ៉ាឆាការ៉ា Mode 2ឬក៏ KCM 2មិនដូច KCM 1នោះទេ KCM 2គឺជាការសហការគ្នាយ៉ាងពេញលេញតែម្ដងរវាងគូរ៉ានិងណាតូបែបនេះហើយតម្រងមួយនេះណាតូគឺប្រើបានយ៉ាងសុវត្ថិភាពនិងមិនបាត់ភ័យអំពីផលគ្រោះថ្នាក់អ្វីនោះទេនៅក្នុងតម្រងមួយនេះទាំងកម្លាំងនិងល្បឿនរបស់ Naruto គឺខ្លាំងជាងនៅក្នុងតម្រង KCM មួយឆ្ងាយខ្លាំងមែនទែន Rasengan និង Rasen Shuriken របស់ Naruto គឺមានថាមពលខ្លាំងក្លាមែនទែនដែលអាចប្រយុទ្ធគ្នាជាមួយនឹង Tebi Swarm បានហើយជាមួយនឹងឆាការ៉ាយ៉ាងច្រើនរបស់ Kurama Naruto គឺអាចព្យាបាលនិងចែកចាយឆាការ៉ានោះទៅឲ្យមិត្តភ័ក្តិរបស់គាត់និង Shinobi ផ្សេងទៀតដូចនឹង KCM មួយដែរហើយម្យ៉ាងទៀតសម្រាប់ Century ឬក៏ការចាប់អារម្មណ៍របស់សត្រូវគឺណាតូអាចដឹងអំពីឆាការ៉ារបស់ស្រូវនិងកម្លាំងអវិជ្ជមានពីចម្ងាយបានដោយមិនចាំបាត់មើលហើយគាត់គឺអាចហោះហើរបានយ៉ាងសេរីតែម្ដងនៅក្នុងទម្រង់មួយនេះហើយណាតូគឺគាត់អាចបង្កើតនៅរូបរាងគូរ៉ាម៉ាយ៉ាងធំដើម្បីប្រយុទ្ធគ្នាជាមួយនឹងស្រូវដែលធំបាននិងមានការវាយប្រហារទ្រង់គ្រាយធំតែម្ដងហើយសម្រាប់រូបរាងរបស់គូរ៉ាម៉ានៅក្នុងទម្រង់មួយនេះបើណាតូគាត់បញ្ចូលថាមពលឆាការ៉ាច្រើនវានឹងធំតែបញ្ចូលតែបន្តិចនោះវានឹងមានរូបរាងតូចតែកម្ពស់ស្តង់ដាររបស់វាគឺមានរហូតដល់100ម៉ែត្រហើយម្នាក់អ្នកដឹងថា100ម៉ែត្រគឺវាខ្ពស់ប៉ុណ្ណាគឺ The Statue of Liberty នៃទីក្រុង New York សហរដ្ឋអាមេរិកគឺមានកម្ពស់93ម៉ែត្រហើយ The Elizabeth Tower ឬក៏ Big Ben នៅឯចក្រភពអង់គ្លេសមានកម្ពស់96ម៉ែត្របែបនេះហើយគឺគូរ៉ាម៉ាគឺមានកម្ពស់ខ្ពស់ជាង The Big Ben ហើយនិង The Statue of Liberty ទៅទៀតហើយវាក៏អាចបាញ់នៅ Tebi Swarm បានផងដែរចំណុចសោយគឺសេរីនឹង KCM មួយដែរគឺប្រើនៅឆាការ៉ាច្រើនដើម្បីបង្កើតនៅទ្រង់មួយនេះបើសិនជាណាតូប្រើច្រើនពេកនោះណាតូនឹងឆាប់អស់កម្លាំងជាពិសេសនោះបើប្រើឆាការ៉ារបស់គូរ៉ាម៉ាអស់នោះទម្រង់មួយនេះក៏បាត់បង់ផងដែរចំណាប់ថ្នាក់លេខ5 Beiju Sage Mode ទម្រង់មួយនេះគឺជាការរួមបញ្ចូលគ្នារវាង KCM 2ជាមួយនឹង Sage Mode ដែលធ្វើឲ្យណាតូគឺអាចប្រើនៅថាមពល Natural Energy ជាមួយនឹងថាមពលរបស់គូរ៉ាម៉ាក្នុងពេលតែមួយយកតែម្ដងហើយសម្រាប់ ability នៅក្នុងទម្រង់មួយនេះវិញយើងត្រូវតែនិយាយអំពី Century មុនគេតែម្ដងដោយសារតែថាមពលនៃការចាប់អារម្មណ៍ negative ពីចម្ងាយគឺណាតូគឺកាត់ឡើងយ៉ាងខ្លាំងក្លាតែម្ដងដែលគាត់ដឹងអំពីព័ត៌មានរបស់សក្រូវបានយ៉ាងងាយស្រួលជាងមុននិយាយអំពីកម្លាំងវិញគឺខ្លាំងជាងកម្លាំង KCM2 យកតែមែនតែម្ដងល្បឿនវិញគឺលឿនខ្លាំងតែគឺប៊ីនឹងស្មើនឹងទម្រង់ Six Pass Six Mode ទៅហើយចំណែកឯភាពតាញ់របស់ណាតូវិញគឺខ្លាំងតែដែលគាត់អាចប្រយុទ្ធគ្នាជាមួយនឹងអូប៊ីតូនៅក្នុងទម្រង់ជា Ten Tail ជីងជូរគីបានណាតូគឺគាត់អាចបង្កើតនៅឆាការ៉ាអាមបានយ៉ាងច្រើនហើយខ្លាំងជាងមុនហើយម្យ៉ាងទៀតគឺមិនភ្លេចនោះទេគឺ Rasengan របស់ណាតូគឺមានថាមពលខ្លាំងជាងមុនបន្ទាប់ពីគាត់បានបញ្ចូលនៅថាមពល Natural Energy ជាមួយនឹងថាមពលរបស់គូរ៉ាម៉ាដែលគាត់បានបង្កើតនៅ Beiju Dama Rasengan និង Set in Hand Beiju Boom ដែលវាគឺមានថាមពលអាចបំផ្លាញទៅដល់ Tebi ថែមទៀតផងចំណុចសោយណាតូត្រូវតែលាយថាមពលឲ្យបានត្រឹមត្រូវហើយវានឹងរលាយបាត់អស់នៅទម្រង់មួយនេះបើសិនជាណាតូបាត់បង់នៃការផ្ដោតអារម្មណ៍នោះចុងក្រោយវាគឺមិនខ្លាំងដូចជាទម្រង់ Six Pass Six Mode នោះទេចំណាប់ថ្នាក់លេខ4 Six Pass Six Mode Naruto ទទួលបានទម្រង់មួយនេះអំពី Hakuromo Utsutsuki ដែល Hakuromo គាត់បានផ្ដល់ឲ្យ Naruto នៅ Six Pass Chakra ថាមពលយីនឹងយ៉ាងនឹងការតភ្ជាប់ទៅកាន់ Beiju ទាំង9ក្នុងពេលតែមួយតែម្ដងហើយម្យ៉ាងទៀតថាមពល Natural Energy Naruto មិនចាប់បាត់ទៅអង្គុយពេនគ្នាដើម្បីស្រូបយកនោះទេគឺវាចូលទៅក្នុងខ្លួនគាត់យ៉ាងអូតូម៉ាទិកយកតែម្ដងដល់ធ្វើបែបនេះហើយបានធ្វើឲ្យ Naruto ញាក់ឡើងនៅថាមពល Level God សម្រាប់ការយល់ដឹងរបស់ណាតូនៅក្នុងទម្រង់មួយនេះវិញគឺទូលំទូលាយខ្លាំងមែនដែលគាត់បានស្គាល់នៅអ្វីដែលអ្នកផ្សេងទៀតមិនដែលស្គាល់ដូចជា Dimension Limbo ខ្លួនរបស់ Madara ជាមួយនឹងការវាយប្រហារក្រៅ Reality ចំណែកឯកម្លាំងគឺខ្លាំងជាងទម្រង់ Beiju Sage Mode ល្បឿនលឿនជាង KCM2 ការព្យាបាលវិញគឺខ្លាំងតែគាត់អាចព្យាបាលខ្លួនឯងបានយ៉ាងលឿនអំពីរបួសធ្ងន់បានដែលអ្នកធម្មតាគឺស្លាប់តែម្ដងហើយជាពិសេសនោះគឺគាត់អាចបង្កើតផ្នែករបស់កាយជីបានយ៉ាងភ្លាមៗបន្ទាប់ពីគាត់ត្រូវបានម៉ាតារ៉ាខ្វះផ្នែករបស់គាត់ចិនហើយស្គីពីរដែលយើងមិនអាចបំភ្លេចបានទេគឺ Rasengan និង Rasen Shuriken ស្គីទាំងពីររបស់ណាតូមួយនេះគឺវាបានឡើងទៅដល់ level នៃ Six Pass ទៅហើយដែលណាតូបានបង្កើតនៅ Masken Release Rasengan និង Lava Release Rasen Shuriken ដែលមានថាមពលយ៉ាងខ្លាំងជាពិសេសនោះគឺណាតូអាចបង្កើតនៅអវតារឬក៏រូបរាងរបស់គូរ៉ាម៉ាយ៉ាងធំដើម្បីប្រយុទ្ធបានដូចជា KCM 1និង KCM 2ដែរជាពិសេសនោះកម្ពស់របស់វាគឺខ្ពស់ជាងអា2មុនទៅទៀតដែលមានកម្ពស់រហូតដល់200ទៅ250ម៉ែត្រឯណោះដែលវាខ្ពស់ជាង The Statue of Liberty នៅទីក្រុង New York ហើយ The Big Ben នៅឯចក្រភពអង់គ្លេសថែមទៀតផងហើយបៀងនឹងស្មើនឹងពីរ៉ាមីត2គ្រួតលើគ្នាទៅទៀត
ម្យ៉ាងទៀតណាតូគឺអាចប៉ះបាននៅ limbo ខ្លួនរបស់ Madara ដែលសំបីតែ Sasuke ដែលមាននៅ Eternal Monkey Sharingan ដែលជាថ្មែតមួយដែលខ្លាំងមុនទៅដល់កម្រិតរបស់ Rasengan ក៏មិនអាចធ្វើវាបានផងដែរ Limbo ខ្លួនគឺជាអ្វី Limbo ខ្លួនគឺជា skill មួយដែល Madara បានបង្កើតឡើងនៅពេលដែលគាត់បាននៅ Rasengan ដែលវាគឺមិនដូចនឹង clone ធម្មតានោះទេគឺវាគួរខ្លាចនិងគ្រោះថ្នាក់ជាង clone ធម្មតាទៅទៀតហើយអីទៅគឺវាមាន ability មួយចំនួនដែលធ្វើឲ្យវាគួរខ្លាចតែម្ដងទី1បំបាំងកាយមិនមែនបំបាំងកាយធម្មតានោះទេMadaraបានបង្កើតវានៅក្រៅ dimension បែបនេះហើយគ្មានអ្នកណាអាចមើលវាឃើញមកនោះទេទី2គឺมันអាចប៉ះវាបាននោះទេដោយសារតែវានៅក្រៅ dimension គឺយើងមិនអាចមើលវាឃើញនិងប៉ះវាបាននោះទេទី3គឺវាមានថាមពល full power ដូចដែលបិទជាមួយនឹង Madara តែម្ដងហើយអ្នកនេះសាកគិតមើលទៅយើងអាចមើលវាឃើញយើងអាចបាយវាបានហើយវាមានថាមពលស្មើនឹង Madara ថែមទៀតវាគួរខ្លាចដែរទេប៉ុន្តែមានតែមនុស្ស2នាក់ទេដែលអាចមើលវាបាននិងវាយវាបានគឺមាន2នាក់គឺ Naruto នៅក្នុងទម្រង់ជា Six Path Six Mode និង Sasuke នៅក្នុងទម្រង់ជា Six Path Rasengan ចុងក្រោយ Naruto គឺអាចហោះហើរបានមកសេរីតែម្ដងនៅក្នុងទម្រង់មួយនេះម្យ៉ាងទៀតរបស់ពិសេសនៃទម្រង់មួយនេះគឺ Standing Orc ឬក៏ Trash Standing Ball គឺជាអាក្របបាល់តូចៗខ្មៅៗខាងក្រោយខ្នងរបស់ Naruto នឹងឯងដែលវាមាន ability មួយចំនួនដែលគួរខ្លាចខ្លាំងមែនទែនទី1វាអាចបំផ្លាញអ្វីក៏ដោយតែប៉ះនឹងវាឧទាហរណ៍រូបរាង Indo Tensei របស់ Third Hokage និង The Fourth Hokage គឺបែកខ្ចាយតែម្ដងនៅពេលប៉ះនឹងវានិងដាក់ដៃម្ខាងតែម្ដងក៏ពីប៉ះនឹងវាទី2វាអាចបំលែងធ្វើជាអាវុធបាននិងអាច attack និងការពារខ្លួនបានចំណុចសោយទម្រង់មួយនេះគឺមាននៅរយៈពេលកំណត់អាចងាយកម្ចាត់បានដោយបុគ្គលណាដែលមានធម៌ពល Uzutsuki ទោះបីជាទម្រង់នេះខ្លាំងយ៉ាងណាក៏ដោយប៉ុន្តែ Naruto គឺនៅតែងាយនឹងត្រូវបានគេសម្លាប់ឬក៏រងរបួសក៏ដែរបើត្រូវនឹង Amaterasu របស់ Sasuke Space Time Jutsu ជាពិសេសគឺ Ash Ball របស់ Kaguya តែម្ដងបើសិនបាន Naruto និង Sasuke ត្រូវ Ash Ball នៅចំកន្លែងនេះនោះពួកគេនឹងស្លាប់ជាមិនខានទេតែសំណាងល្អត្រូវបាន Kakashi និង Obito មកជួយទាន់ជាពិសេសនោះគឺ Trash Standing Orc តែម្ដងបើពួកវាត្រូវបានបែកខ្ចាយឬក៏បំផ្លាញដល់នរណាម្នាក់នោះ Naruto គឺមិនអាចកសាងវាមកសាថ្មីបានទេហើយវាក៏ត្រូវអាចគេលួចបានផងដែរបើសិនជាម្នាក់នោះមានថាមពលខ្លាំងក្លានោះចំណាត់ថ្នាក់លេខ3 Asura Mode Asura Mode គឺជាទម្រង់មួយដ៏ខ្លាំងរបស់ Naruto ដែលនៅក្នុង series Naruto Shippuden ដែល Naruto បានទទួលយកនៅកម្លាំងនិងឆាករាយ៉ាងពេញលេញតែម្ដងអំពីអវតាររបស់គាត់គឺ Asura Uzutsuki បើអ្នកគ្នាមិនដឹងទេ Hashirama Senju ដែលជា The Fourth Hokage ហើយនិង Naruto គឺជាអវតាររបស់ Asura Uzutsuki ចំណែកឯ Madara និង Sasuke គឺជាអវតាររបស់ Indra Uzutsuki ដែលជាដូនតារបស់បក Uchiha Clan នឹងឯងទម្រង់មួយនេះបានកាត់ឡើងនៅពេល Naruto បានខ្ទុះនៅកម្លាំង Six Path Six Mode ថាមពល Six Path របស់ Hakurama Uzutsuki និងថាមពលឆាករាឡើងពីលេងតែម្ដងអំពី Kurama ចំណែកចុងក្រោយគឺជាឆន្ទៈដ៏មូលមុតដែលគាត់ចង់ការពារមនុស្សដែលគាត់ស្រឡាញ់នឹងឯងត្រឡប់មកទាំងអស់នេះបានធ្វើឲ្យគាត់បាច់ញាក់ឡើងនៅទម្រង់ Asura Mode នេះឯងនិយាយអំពី ability នៃទម្រង់មួយនេះយើងត្រូវតែនិយាយអំពីរូបរាង Kurama មុនគេតែម្ដងដោយសារតែរូបរាងអវតាររបស់ Kurama នៅក្នុងទម្រង់មួយនេះគឺធំខ្លាំងមែនទែនគឺមានកម្ពស់រហូតដល់300ម៉ែត្រឯណោះគឺខួសជាង The Pyramid of Giza ចំនួន2ត្រួតលើគ្នាទៅទៀតហើយថែមនឹងមាននៅក្បាល3ដៃ6ថែមទៀតផងមាននៅឆាករាអាមយ៉ាងច្រើនជាពិសេសនោះគឺ defense តែម្ដងដែលការរឹងមាំរបស់គាត់គឺខ្លាំងមែនទែនតែអាចទប់ទល់ជាមួយនឹងការវាយប្រហារលំដាប់ថ្នាក់ភពបានថែមទៀតរីឯកម្លាំងនិងល្បឿនរបស់ Naruto គឺកើនឡើងយ៉ាងខ្លាំងតែម្ដងគឺឡើងទៅដល់ level God Tier តែម្ដងគឺអាចប្រយុទ្ធនេះជាមួយនឹង Sasuke នៅក្នុងទម្រង់ជា Six Path បានថែមទៀតការព្យាបាលរបស់គាត់ក៏ខ្លាំងដូចនេះដែលគាត់អាចព្យាបាលខ្លួនឯងនិងអ្នកដទៃបានយ៉ាងលឿនឆាប់រហ័សតែម្ដងឆាក្រាអាមក៏ខ្លាំងដូចនេះដែលគាត់អាចបង្កើតបាញ់យ៉ាងច្រើននិងធំបានថែមទៀតផងគាត់អាចប្រើនៅ Rasengan និង Rasen Shuriken ក្នុងពេលតែមួយបាញ់យ៉ាងច្រើនជាមួយនឹងឆាក្រាអាមរបស់គាត់ជាពិសេសនោះគឺ Trash Standing Shark Trash Standing Shark វាគឺបង្កើតចេញអំពី Trash Standing Orc ឬក៏ Trash Standing Ball នឹងឯងពីថាមពលរបស់ Sipha ដែលវាមាន ability ដ៏គួរខ្លាចខ្លាំងមែនដែលវាអាចលំលាយឬក៏បំបែកនៅអ្វីទៅដោយឲ្យប៉ះជាមួយនឹងវារួមទាំង Ninjutsu ខ្លាំងថែមទៀតផងហើយមានតែអ្នកប្រើនៅ Sipha ឬក៏ថាមពល Sipha តែប៉ុណ្ណោះតែអាចទប់ទល់ជាមួយនឹងវាបានវាគឺអាចកាត់កម្លុះនៅអ្វីក៏បានស្ទើរតែទាំងអស់សំបីតែអាម៉ររបស់ Susanoo ឆាក្រារបស់ Beiju និងរាងកាយដ៏ខ្លាំងរឹងមាំក៏វាអាចកាត់បានផងដែរហើយវាគឺមាននូវភាពរឹងមាំខ្លាំងមែនទែនដែលគ្មានអ្វីឡើយដែលអាចកំទេចវាបានក្រៅពី Six Path Attack នោះឬក៏ការវាយប្រហារដែលមានថាមពល Six Path និយាយរួមទៅគឺមានតែថាមពល Six Path តែម្ដងដែលអាច counter ជាមួយនឹងពួកអាវុធដែលមានប្រភេទជា Kudo Dama នេះឯងចំណុចសោយឆាក្រារងមួយនេះក៏ជាទម្រង់មួយដែលប្រើនៅឆាក្រាច្រើនផងដែរបើសិនជាណាទុំអមាននៅ Six of Six Path របស់ Hakurama Uzutsuki ជាមួយនឹងថាមពលរបស់ Kurama នោះទេគាត់ក៏មិនអាចមាននៅទម្រង់ Asura Mode នេះផងដែរម្យ៉ាងទៀតវាក៏ពឹងផ្អែកទៅលើរាងកាយរបស់ Naruto ផងដែរបើ Naruto អស់កម្លាំងនោះទម្រង់មួយនេះក៏វាសោយតាមនឹងដែរចំណាប់ថ្នាក់លេខ
គូរ៉ាម៉ាបូកជាមួយនឹងស៊ូសាណូដែលវាគឺជាការរួមបញ្ចូលគ្នារវាងគូរ៉ាម៉ានៅក្នុងទម្រង់ជាអាស៊ូរ៉ាម៉ូរបស់ Naruto និង Perfect Susanoo របស់ Sasuke នៅក្នុងទម្រង់ជា Ultra Form ដោយការ mix រវាង Giant ធំទាំងពីរនេះបានបង្កើតនៅ Giant មួយយ៉ាងធំដែលមានទំហំប៉ុណ្ណឹងនិងមានការវាយប្រហារយ៉ាងខ្លាំងដែលអាចកុបតិចនៅ Village មួយចោលតែម្ដងដែលមាននៅកម្លាំងនិងការការពារយ៉ាងខ្លាំងអស្ចារ្យដែលគូរ៉ាម៉ាបានផ្ដល់ឲ្យនៅឆាការ៉ាយ៉ាងច្រើនចំណែកឯ Susanoo វិញច្បាស់ណាស់គឺបានផ្ដល់នៅ Protection ឬក៏ការការពារសម្រាប់ថ្នាក់ God Tier តែម្ដងដែលធ្វើឲ្យពួកគេអាចប្រយុទ្ធគ្នាជាមួយនឹង Madara នៅក្នុងទម្រង់ជា Six Pass ចំណុចសោយនៃទម្រង់មួយនេះគឺឆាការ៉ាទៀតហើយទម្រង់មួយនេះក៏ប្រើនៅឆាការ៉ាច្រើនផងដែរណាមួយទៀតបើក្នុងទម្រង់មួយនេះបើមិនមាននៅ Sasuke ឬក៏គ្មាននៅ Naruto នោះទេក៏មិនមានការរួបរวมគ្នាចិននៅទម្រង់មួយនេះចិនមកផងដែរចំណាប់ថ្នាក់លេខ1ច្បាស់ណាស់ Beyond Mode គឺជាទម្រង់មួយដែលយើងបានឃើញ Naruto ប្រើជាលើកដំបូងហើយក៏អាចថាជាលើកចុងក្រោយផងដែរនៅក្នុង Boruto Era ដែលនៅក្នុងចម្បាំងជាមួយនឹង Ichiki Utsutsuki ដោយសារតែទម្រង់មួយនេះគឺជាការយកនៅឆាការ៉ារបស់ Naruto ជាមួយនឹងគូរ៉ាម៉ាបូកចូលគ្នាដោយបានកាត់នៅកម្លាំងអាយុរបស់ពួកគេទាំងពីរចុងក្រោយគូរ៉ាម៉ាក៏បានស្លាប់តែកំភៃអីសម្រាប់ Tebi ដូចគូរ៉ាម៉ានេះគឺបើស្លាប់ហើយតែនៅសល់តែចំហាយឆាការ៉ាបន្តិចបន្តួចគឺពួកគេនឹងរស់ឡើងវិញជាមិនខាននោះទេហើយសារនេះគូរ៉ាម៉ាគឺនៅក្នុងខ្លួនរបស់ Hinamori Uzumaki ដែលជាកូនស្រីពៅរបស់ Naruto ជាមួយនឹង Hinata នឹងឯងហើយចូលរួមសោកស្ដាយចំពោះគូរ៉ាម៉ាផងនៅក្នុងខ្លួនរបស់មនុស្សស្រីទៀតហើយនៅក្នុងទម្រង់មួយនេះទាំងកម្លាំងលបឿនរបស់ Naruto គឺកើនឡើងយ៉ាងខ្លាំងតែម្ដងដែលគាត់អាចវាយ Ichiki បានដែលសំបីទាំងការដើរនិងការទាត់របស់ Naruto Ichiki គឺមិនអាចទប់បានសំបីតែមួយដៃតែម្ដងបើនេះហើយកម្លាំងរបស់គាត់គឺពេញខ្លាំងតែលបឿនក៏មិនអន់ដូចគ្នាដែរសំបីតែ Ichiki ក៏មិនអាចមើលឃើញនោះដែរថា Naruto គឺបានផ្លាស់ទីតាណានិយាយរួមទៅលបឿនរបស់គាត់គឺលឿនខ្លាំងតែប៉ុន្តែខ្ញុំគិតគឺប្រហែលតែដល់ faster than light ហើយនៅក្នុងទម្រង់មួយនេះ Naruto គឺមាននៅកតុយចំនួន9នៅហើយក្នុងរបស់គាត់ហើយក៏អាចចាប់ស្គ្រូវនិងអាច attack ស្គ្រូវបានឬក៏អាចគប់អ្វីដូចជាដុំថ្មទៅកាន់ស្គ្រូវបានហើយមាននៅ ability មួយទៀតដែលយើងមិនអាចប្រភ្លេចបាននោះទេក្នុងទម្រង់មួយនេះគឺ Lifespan Reduction Effect ability មួយនេះគឺជាការកាត់បន្ថយនៅអាយុមិនថា Naruto ដើរវាយទាត់ឬក៏ប៉ះស្គ្រូវចាប់ស្គ្រូវនោះទេគឺនឹងដកនៅអាយុរបស់ស្គ្រូវយ៉ាងច្រើនតែម្ដងសំបីតែនៅជិក Naruto ក៏ត្រូវដកអាយុផងដែរដែលធ្វើឲ្យ Ichiki គឺមានភាពភ័យខ្លាចខ្លាំងមែនទែនហើយ ability មួយនេះហើយដែលធ្វើឲ្យទម្រង់មួយនេះគឺជាទម្រង់ដែលខ្លាំងជាងគេរបស់ Naruto ចំណុចសោយនៅទម្រង់មួយនេះគឺការបន្ថយនៅអាយុនេះឯង Naruto មិនមែនដកនៅអាយុរបស់អ្នកទេគ្រាន់តែប៉ះគេឬក៏នៅជិះគេនោះទេគឺគាត់ក៏ត្រូវដកអាយុផងដែរបើគាត់ចំណាយពេលយូរនៅក្នុងទម្រង់មួយនេះនោះឬក៏មិនអាចចាប់ការត្រូវបានយ៉ាងលឿនទាន់ពេលវេលានោះទេ Naruto នឹងត្រូវស្លាប់ដូចជាគូរ៉ាម៉ាផងដែរម្យ៉ាងទៀត Naruto នៅក្នុងទម្រង់មួយនេះគឺមិនអាចបាននៅ Jutsu Ninjutsu Shadow Clone Jutsu Rasengan ឬក៏ថា Positive Pass នោះទេបើប្រើគឺគាត់នឹងអស់នៅឆាការ៉ាយ៉ាងច្រើនជាងមុនហើយនឹងធ្វើឲ្យទម្រង់មួយនេះឆាប់រលាយជាងមុននិយាយរួមទៅនៅក្នុងទម្រង់មួយនេះ Naruto គឺដូចជាម៉ាស៊ីនដែលអាចវាយបានតែមួយមុខតែប៉ុណ្ណោះអញ្ចឹងនឹងឯនេះនេះហើយគឺជាទម្រង់ទាំង10ដែលខ្ញុំបានរៀបចំអំពីទម្រង់ដែលខ្លាំងជាងគេរបស់ Naruto ថាមិនត្រូវនោះទេថ្ងៃខាងមុខគេប្រហែលជាដាក់ឲ្យ Naruto មានទម្រង់ផ្សេងមួយទៀតដែលខ្លាំងជាង Beyond Mode ក៏ថាបានដែរព្រោះថា Manga Boruto គឺមិនទាន់បានបញ្ចប់នៅឡើយទេប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ Beyond Mode គឺជាទម្រង់ដែលខ្លាំងជាងគេហើយនឹងឯនេះចាំជួបគ្នានៅវីដេអូក្រោយទៀតបាយ